មកអស់ហើយសុទ្ធតែកំពូលមហាសេដ្ឋីបច្ចេកវិទ្យាសហរដ្ឋអាមេរិករួមមានលោក Elon Musk លោក Jensen Huang Tim Cook Jeff Bezos រួមជាមួយមេធំធានាគារសហរដ្ឋអាមេរិកទៀតផងបានកំពុងមកលេងដល់ក្នុងផ្ទះនៃទីក្រុងប៉េកាំងតែម្ដងតើលោកត្រាំប្រុងធ្វើបែបណាដាក់ចិនទៀតហើយតោះមកតាមដានស្ដាប់រឿងដ៏ជក់ចិត្តមួយនេះប្រិមិត្តកាសែត BBC នៅថ្ងៃទី13ឧសភាបានរាយការណ៍ថានៅក្នុងជំនួបកម្ពុជាដែលពិភពលោកកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់លោក Donald Trump បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការនាំមកនៅក្រុមមហាសេដ្ឋីបច្ចេកវិទ្យាកម្ពុជារបស់សហរដ្ឋអាមេរិកមកដាក់នៅលើតុចរចាជាមួយមហាយៈចិនដែលកំពុងតែប្រព្រឹត្តទៅនៅឯទីក្រុងប៉េកាំងចាប់ពីថ្ងៃទី14ដល់ថ្ងៃទី15ឧសភាវត្តមានរបស់មហាសេដ្ឋី Elon Musk ម្ចាស់ក្រុមហ៊ុន Tesla និង SpaceX រួមជាមួយលោក Jensen Huang នាយកប្រតិបត្តិនៃក្រុមហ៊ុន Nvidia ដែលជាស្ដេចបន្ទះ chip AI លំដាប់ពិភពលោកគឺជាសញ្ញានៃការផ្លាស់ប្ដូរយុទ្ធសាស្ត្រដ៏ទំនើបការនាំយកខួរក្បាលបច្ចេកវិទ្យាទាំងនេះមកជាមួយមិនមែនគ្រាន់តែជាការបង្ហាញពីឥទ្ធិពលចំនួនធម្មតានោះទេប៉ុន្តែវាគឺជាការប្រើប្រាស់អំណាចបច្ចេកវិទ្យាធ្វើជាអាវុធយុទ្ធសាស្ត្រដើម្បីដាក់សម្ពាធនិងដោះដូរផលប្រយោជន៍សេដ្ឋកិច្ចដែលចិនមិនអាចខ្វះបានក្នុងយុគសម័យបញ្ញាសុបនិមិត្តនិងថាមពលថ្មីលើសពីនេះទៅទៀតវត្តមានរបស់អិសរាជជនទាំងនេះបង្ហាញពីការរួមកម្លាំងគ្នារវាងវិស័យឯកជននិងរដ្ឋាភិបាលអាមេរិកដើម្បីការពារឧត្តមភាពបច្ចេកវិទ្យារបស់ខ្លួននៅលើឆាកអន្តរជាតិខណៈដែលលោក Elon Musk ដើរតួជាស្ដេចចរចាដ៏សំខាន់ដោយសារតែមានអាជីវកម្មខ្នាតធំនៅក្នុងប្រទេសចិនលោក Jensen Huang ដែលជាជនជាតិអាមេរិកដើមកំណើតតៃវ៉ាន់គឺជាតួអង្គដ៏រសើបបំផុតដែលផ្ញើសារយ៉ាងច្បាស់ទៅកាន់ទីក្រុងប៉េកាំងថាអាមេរិកគឺជាអ្នកគ្រប់គ្រងដង្ហើមនៃបច្ចេកវិទ្យាអនាគតក្រៅពីវត្តមានរបស់លោក Elon Musk និងលោក Jensen Huang ក្នុងដំណើរបេសកកម្មដ៏មានឥទ្ធិពលនេះក៏មានការចូលរួមពីមហាសេដ្ឋីបច្ចេកវិទ្យានិងអ្នកជំនួយលំដាប់កម្ពុជាផ្សេងទៀតដែលសុទ្ធសឹងតែជាអ្នកកាន់កាប់ដង្ហើមសេដ្ឋកិច្ចពិភពលោកក្នុងនោះគេសង្កេតឃើញវត្តមានរបស់លោក Tim Cook នាយកប្រតិបត្តិនៃក្រុមហ៊ុន Apple ដែលដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់លើខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាដ៏សម្បើមរវាងអាមេរិកនិងចិនការចូលរួមរបស់លោក Tim Cook គឺដើម្បីធានាថារាល់ការចរចារបស់លោក Donald Trump នឹងមិនអាចធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពនៃការផលិតឧបករណ៍បច្ចេកវិទ្យាទំនើបដែល Apple បានវិនិយោគយ៉ាងច្រើននៅក្នុងទឹកដីចិនអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺលោក Trump បាននាំមកនៅជាមួយក្រុមការងារសន្តិសុខទៀតផងដូចជាលោក Marco Rubio និងលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិដែលជាអ្នកមានជំហរតឹងរ៉ឹងបំផុតជាមួយចិនដើម្បីធានាផលប្រយោជន៍បច្ចេកវិទ្យាទាំងនេះនឹងមិនប៉ះពាល់ដល់សន្តិសុខជាតិអាមេរិកឡើយដោយឡែកអ្នកជំនាញសេដ្ឋកិច្ចសកលបានវិតម្លៃថាវត្តមានរបស់ក្រុមមហាសេដ្ឋីលំដាប់ពិភពលោកក្នុងប្រតិភូរបស់លោក Donald Trump មិនមែនជារឿងយល់សប្តិទេប៉ុន្តែវាគឺជាការប្រើប្រាស់ឥទ្ធិពលឯកជនដើម្បីសម្រេចគោលដៅនយោបាយជាតិវត្តមានរបស់លោក Jensen Huang និងលោក Elon Musk គឺជាការដាក់ដង្ហើមបច្ចេកវិទ្យារបស់ចិនលើតុចរចាដោយសារតែចិនកំពុងតែផ្ដោតលើបន្ទះ chip AI កម្រិតខ្ពស់និងបច្ចេកវិទ្យាទំនើបលោក Trump យកមហាសេដ្ឋីទាំងនេះគឺជាឧបករណ៍ដោះដូរដើម្បីបង្ខំឲ្យទីក្រុងប៉េកាំងធ្វើសម្បទានលើបញ្ហាពាណិជ្ជកម្មសន្តិសុខនិងចំនួននៅអ៊ីរ៉ង់ដែលអ្នកនយោបាយធម្មតាមិនអាចធ្វើទៅបានទោះជាយ៉ាងណាក៏ដោយជំនួបលើកនេះអាចត្រូវបានចាត់ទុកថាជាបេសកកម្មចុងក្រោយរបស់លោក Donald Trump ក្នុងនាមជាបរិបទខ្លាំងលើឆាកអន្តរជាតិមុនពេលលោកឈានចូលដល់វ័យជរាហើយបញ្ចប់អាណត្តិការងាររបស់ខ្លួនលោកហាក់ដូចជាចង់ប្រើប្រាស់ឥទ្ធិពលចុងក្រោយនេះដើម្បីរៀបចំសន្តិភាពសេដ្ឋកិច្ចពិភពលោកថ្មីមួយដែលធានាថាអាមេរិកនៅតែជាមហាអំណាចលេខ1មិនអាចរង្គោះរង្គើបានមុនពេលលោកចាក់ចេញពីឆាកនយោបាយជារៀងរហូតខ្ញុំសំអាងវណ្ណៈ True Insiderជាយារ៉ាស្របច្បាប់ពីអង្គរក្រិនបានទាំងបច្ចេកវិទ្យាទំនើបបានទាំងអ្នកបច្ចេកទេសជាយារ៉ាដៃគូសុវត្ថិភាពរបស់កសិករខ្មែរ